សៀវប៉ាខ្ញុំធ្វើជាម៉ែដល់របស់ឯងរៀងរាល់ថ្ងៃឯងឲ្យខ្ញុំ800ថ្លៃម្ហូបប្រាក់ខែ8000ទៀតអញ្ចឹងរាល់ថ្ងៃខ្ញុំមកធ្វើការឬក៏មកដើរលេងទៅគឺបងមកសប្បាយទេមកស្ពីកតាទៅសួស្ដីអ្នកប្រុសតូចខ្ញុំគឺជាអ្នកគ្រប់គ្រងថ្មីនៅក្នុងផ្ទះនេះឈ្មោះអ៊ីនវ៉ាវអស្ចារ្យមែនគាត់គឺជាអ្នកគត់ម្ដាយរបស់ខ្ញុំចាងសុជីអ្នកគង់ជំនួសរបស់ឯងលើឆាប់ទៅកុំគិតថាអ្នកប្រុសតូចចូលចិត្តនាងអាចតាក់ទងលោកអគ្គនាយកបាននោះខ្ញុំលើថាលោកអគ្គនាយកថ្ងៃនេះនឹងត្រឡប់មកប្រទេសវិញហើយគាត់មានរៀងសង្ហាចំណេះដឹងខ្ពស់អាចនិយាយបានថាខ្ញុំនិងគាត់គឺស័ក្តិសមនឹងគ្នាណាបងស្រីបងដូចជាមើលរឿងភាគច្រើនពេកហើយតែដឹងណែរបស់នាងគ្មានបញ្ហាទេប៉ុន្តែមើលទៅដូចជាលោកយាយរបស់ខ្ញុំអញ្ចឹងលោកយាយនាងមិនទុកខ្ញុំនៅក្នុងកែវភ្នែកទៀតខ្ញុំនឹងឲ្យនាងដឹងដៃម្ដងលោកកែនាយកទៅខ្ញុំវិញកូនប្រុសរបស់ខ្ញុំមិនដែរអ្នកប្រុសតូចគឺពិតជាចូលចិត្តចាស់សុជីណាស់ទុកនាងចំណាយដល់របស់គាត់ទៀតចាងសុជីអេគិតចំកេះហើយលោកត្រឡប់ទៅសម្រាប់សិនដែរខ្ញុំបើកឡានខ្លួនឯងលោកអគ្គនាយកលោកដែលជាអ្នកបើកបរនឹងតើលោកអគ្គនាយកទៅណានាងគឺខ្ញុំគឺជាអ្នកគ្រប់គ្រងនៅក្នុងផ្ទះនឹងតើការវិភាគថ្ងៃហ្នឹងលោកប្រធានមានកម្មវិធីអ្វីខ្លះការវិភាគប្រចាំថ្ងៃរបស់អគ្គនាយកនាងមានស្ដីចង់ដឹងលោកគ្រាន់តែជាអ្នកបើកបរកំពេចកំពុកម្នាក់ទេប្រាក់ខែតែងទួចនៅហ៊ាននិយាយជាមួយខ្ញុំទៀតឆាប់ទៅមកសម្រាប់អត់មើលខ្ញុំទេមកសម្រាប់ដូចជានាងចាញ់ហ្នឹងសត្វតែជាបុគ្គលិកគេដូចគ្នាទេនាងហេតុអីចង់មិនធ្វើបាបគេអញ្ចឹងនៅហ៊ាននិយាយការពារគ្នាទៀតនាងមើលទៅពិតជាទំនេរពេកហើយពេលល្ងាចនេះខ្ញុំនឹងឲ្យអ្នកទាំងពីរជាអ្នករៀបចំខ្ញុំឲ្យលុយនាងត្រឹមតែ300នោះទេលុយត្រឹមតែ300នាងឲ្យខ្ញុំធ្វើម្ហូបជាង30ម៉ោងនាងមានចេតនាធ្វើបាបពួកខ្ញុំតានាងអាចរៀបចំមកវត្តចេញពីទីនេះបានខ្ញុំចឹងសុជីខ្ញុំពិតជាស្អប់មនុស្សដូចជានាងចឹងណាគ្រាន់តែធ្វើម្ហូបតាខ្ញុំទទួលយកម្ហូបថ្លៃពេកហើយលុយត្រឹមតែ300តែអាចទិញអីបានទៅនាងចាំតិចហៅឡូធ្វើកិច្ចការមួយខ្ញុំថ្ងៃនេះ promotion ថ្ងៃនេះលក់លៀងឃ្លាំងបង្គា$1អីគេបង្កងយក3តែ$1ទេក្តាម3តែ$2ទេម្ហូបក៏ទិញហើយតែនាងត្រូវការឲ្យខ្ញុំធ្វើអីអត់ខ្ញុំត្រូវការឲ្យលោកអូខេរួយនេះបកាយដូចចុងផៅកាយ5អញ្ចឹងគួរឲ្យស្អប់មែននាងពិតជាអាចធ្វើបានមែនខ្ញុំនឹងមានសុខទៀតក្តៅនាងអត់អីទេខ្ញុំទៅផ្ទះបាយពិតជាពូកែសម្ដែងមែនពិតជាហត់មែនប៉ុន្មានថ្ងៃមកនេះមុខរបស់ខ្ញុំចាប់ផ្ដើមឡើងខ្មៅដែរសំណាងឯងដែលមានផលិតផលទាំងអស់នេះមានបុគ្គលិកខ្លះប្រើប្រាស់ផលិតផលថែរក្សាស្បែកដើម្បីតាក់ទាញរៀបការនៅក្នុងផ្ទះនេះនរណាគេនិយាយថាមនុស្សស្រីថែរក្សាស្បែកដើម្បីតែតាក់ទាញមនុស្សប្រុសមនុស្សស្រីគឺគេថែរក្សាស្បែកខ្លួនគេមិនមែនមានន័យថាគេចង់តាក់ទាញមនុស្សប្រុសនោះទេគ្រាន់តែនាងចង់ឲ្យខ្លួននាងស្អាតប៉ុណ្ណោះបើនាងមិនដឹងទេកុំនិយាយអីមិនបានថាខ្ញុំមិនដឹងបងស្រីសុជីមកហូបទៅហើយនៅហើយអញ្ចឹងខ្ញុំទៅមើលថាមានអីខ្លះមិនក៏ទៅជាអញ្ចឹងជាងសុជីអ្នកប្រុសតូចខំធ្វើល្អដាក់នាងណាមិនក៏នាងធ្វើម្ហូបក៏ក្រិចបែបហ្នឹងម្ហូបអ៊ំអញ្ចឹងតើអ្នកប្រុសតូចញ៉ាំយ៉ាងម៉េចទៅនេះមិនមែនជាម្ហូបដែលខ្ញុំធ្វើនោះទេនាងធ្វើខុសខ្លួនឯងហើយនាងហ៊ានទម្លាក់កំហុសមកលើខ្ញុំទៀតដេញនាងចេញទៅនាងមានសិទ្ធិអីដេញគេម៉ែដោះឲ្យនឹងអ្នកបើកឡានកំពេចកំប៉ុងរួមគ្នាចង់ធ្វើបាបខ្ញុំចង់ប្រាប់ពួកឯងថានៅក្នុងផ្ទះនេះខ្ញុំនិយាយយ៉ាងណាគឺយ៉ាងហ្នឹងឯងលោកប៉ាត្រឡប់មកវិញហើយប៉ាសាប់នៅក្នុងផ្ទះនេះខ្ញុំនិយាយយ៉ាងណាគឺយ៉ាងហ្នឹងក្រែងនេះមិនចប់ការសិក្សាពីមហាវិទ្យាល័យដាច់ទេអញ្ចឹងខ្ញុំនឹងប្រាប់វិសាដាច់ដើម្បីនិយាយជាមួយនាងពីពឹងហូស្លាចាំខ្ញុំជួយបកប្រែនាងត្រូវបានដកចេញឯងលោកគឺជាអគ្គនាយកហើយលោកគឺជាលោកប៉ារបស់សៀវប៉ាហើយក៏ជាអនាគតស្វាមីរបស់បងស្រីដែរអ